ខ្ញុំនិយាយអំពីសៀវយ៉ាគាត់អត់នៅទេគាត់យកលុយទៅហើយពេលនេះប្រហែលជាទៅហើយលោកយាយភ្ញាក់ហើយឬនៅអាហេខ្ញុំភ្ញាក់ហើយមកទីនេះលឿនមកលោកយាយអត់អីជាការល្អហើយនេះជាកាត់ប៉ុន្មានសន្លឹកខ្ញុំដាក់ជូនលោកយាយនៅទីនេះខ្ញុំសូមទៅមុនហើយក្មេងស្គាល់បើចង់រកមិត្តស្រីត្រូវរកមនុស្សចិត្តល្អដូចសៀវយ៉ាលោកយាយខ្ញុំក៏ចង់ដែរខ្ញុំពិតជាមិនអនុញ្ញាតឲ្យស៊ីនរៀបការចូលត្រកូលលីរបស់យើងជាដាច់ខាតកុំសំបីតែគិតអូហូកូនស្រីសំណប់ចិត្តរបស់ខ្ញុំបែរជាចូលចង្ក្រានហើយម៉ាក់ថ្ងៃនោះខ្ញុំបើកឡានស្ទើរតែបុកលោកយាយលីឥឡូវគាត់នៅមន្ទីរពេទ្យគាត់មានចំណាប់អារម្មណ៍មិនល្អមកលើខ្ញុំទេខ្ញុំត្រូវតែយកចិត្តទុកដាក់គាត់ឲ្យច្រើនបន្តិចទៀតម៉ាក់ទៅជាមួយកូនទៅសុំទោសលោកយាយលីឲ្យបានល្អទៅខ្ញុំជឿថាលោកយាយក៏មិនមែនជាមនុស្សដែលនិយាយមិនដឹងខ្យល់អីដែរគ្រូសាប៉ៃពួកយើងឥឡូវមានលុយមានអំណាចមិនមើងងាយទេហេសៀវយ៉ាហើយមួយសន្ទុះទៀតខ្ញុំចេញពីពេទ្យហើយអាចគួតនឹងគិតតែធ្វើការថែម៉ោងរាល់ថ្ងៃអញអាចមករើសលោកយាយបានទេខ្ញុំដឹងហើយខ្ញុំនិយាយថាជាមនុស្សចាស់រស់នៅម្នាក់ឯងឯកាពេកហើយលោកយាយលីកុំពិបាកចិត្តអីម៉ាក់ខ្ញុំកំពុងវះកាត់ចាំវះកាត់ចប់ភ្លាមខ្ញុំនឹងមកទទួលលោកយាយភ្លាមអាហេល្អសៀវយ៉ាហាលោកគ្រូពេទ្យម៉ាក់ខ្ញុំយ៉ាងម៉េចហើយអ្នកជំងឺវះកាត់បានជោគជ័យហើយអរគុណលោកគ្រូពេទ្យឥឡូវខ្ញុំអាចចូលទៅមើលម៉ាក់ខ្ញុំបានទេអ្នកជំងឺមិនទាន់ដឹងខ្លួននៅឡើយទេរងចាំដល់ថ្ងៃស្អែកចាំផ្លាស់ទៅបន្ទប់ធម្មតាអរគុណលោកគ្រូពេទ្យយាយវាយស៊ីស្ទឹមអ្នកមកហើយមែនទេដោយសារតែអ្នកមកហើយអញ្ចឹងខ្ញុំទៅមុនហើយយាយអ្នកមើលថែយាយខ្ញុំយ៉ាងម៉េចគឺគាត់គ្រាន់តែច្រាវទឹកនោមឬលាមកបន្តិចក៏ធ្វើឲ្យគាត់ខឹងទៅណានចគឺយាយគាត់ចាស់ហើយមិនសូវរហ័សរហួនទេអូយសៀវយ៉ាអ្នកមកទទួលខ្ញុំមែនទេអាហោះយាយដោយសារតែលោកឌីមកទទួលយាយហើយអញ្ចឹងខ្ញុំទៅមុនហើយយាយរបស់អានចមិនច្រឡំទេសៀវយ៉ាជាក្មេងស្រីល្អម្នាក់អ្នកក៏មានអាយុច្រើនហើយដែរអាចឲ្យយាយឃើញអ្នកទាំងពីររៀបការបានទេយាយខ្ញុំបានស៊ើបអង្កេតសៀវយ៉ារួចហើយការពិតនាងទេដែលជាកូនស្រីអ្នកមានស្របច្បាប់នាងប៉ៃស៊ីននាងគឺកូនក្រៅខានស្លាចៅម៉េចក៏ហ៊ានរៀបការជាមួយនាងអីចឹងយាយមិនព្រមដាច់ខាតឲ្យនាងរៀបការចូលគ្រួសារយើងទេយាយខ្ញុំមិនដែលឲ្យតម្លៃរឿងទាំងនេះទេអ្វីដែលខ្ញុំឲ្យតម្លៃគឺចរិតលក្ខណៈស្ដាប់យាយទៅយាយគិតតែពីប្រយោជន៍ចៅទេបើចៅរៀបការគូដណ្ដឹងគឺបាយ៉ាគឺមានតែបាយ៉ាពួកឯងមិនក៏មកដល់នេះលីសៅស៊ីនតែងតែបារម្ភពីជំងឺលោកជំទាវថ្ងៃនេះនៅផ្ទះរវល់ពេញមួយថ្ងៃដាំស៊ុបមិនមែនទៅតែយកមកទេអ្នកណាទៅនឹកស្មានថាការពិតលីសៅមានគូដណ្ដឹងរួចហើយមិនត្រូវការស៊ីនគ្រូសាយើងសោះលីសៅដោយសារលោកមិនមានបំណងរៀបការជាមួយស៊ីនគ្រូសាយើងទេអញ្ចឹងទៅមុខយើងនឹងលែងរំខានហើយម៉ាក់ខ្ញុំខំប្រឹងទម្រាំតែបានស្និទ្ធស្នាលជាមួយលីសៅបន្តិចខ្ញុំមិនចង់និយាយជាមួយគាត់ទេកូនល្ងងកូនដឹងអីរឿងកតញ្ញូនេះគេរាប់ថ្ងៃទេកូនចេះតែបង្ខំប៊ីសាវនោះគ្រាន់តែធ្វើឲ្យគេកាន់តែកូនយល់ទេម៉ាក់ឯងគិតបានល្អិតល្អន់មែនអរគុណកូនមើលគាត់មកដល់ហើយតើបានឆ្វលោកនៅមានការអីទៀតលោកយាយពេលវេលាលោកយាយមិនសូវសល់ច្រើនទៀតទេមុនពេលលោកយាយស្លាប់ខ្ញុំចង់បំពេញបំណងប្រាថ្នារបស់លោកយាយសូមយើងពន្យាពេលកំណត់បន្តិចសិនទៅ
ស៊ីសូមឲ្យខ្ញុំមានពេលបន្តិចទៀតបានខ្ញុំនឹងរងចាំអ្នកទូយូរប៉ុណ្ណាក៏ដោយតែអ្នកត្រូវសន្យានឹងខ្ញុំកុំធ្វើឲ្យខ្ញុំខកចិត្តបានទេអូមួយទៀតពេលក្រោយកុំមកលេងលោកយាយទៀតគាត់នឹងរំជួលចិត្តមែនទេប៉ាយ៉ានិយាយអីមិនល្អពីខ្ញុំទៅលោកយាយមែនទេខ្ញុំទើបតែលោកយាយប្រាប់ឲ្យអ្នករៀបការជាមួយនាងនៅមាត់ទ្វារបន្ទប់ពេទ្យកុំគិតច្រើនពេកខ្ញុំនឹងដោះស្រាយវាបានល្អលោកកំឡោះលោកយាយនិយាយថាបើមិនបានឃើញកញ្ញានេះទេគាត់នឹងមិនព្រមយឺតយ៉ាវទេជំរាបសួរសូមសួរតើអ្នកគឺលោកយាយខ្ញុំចង់ឲ្យអ្នកមកនៅកំដរគាត់យប់នេះខ្ញុំនឹងមកទទួលអ្នកខ្ញុំអត់ទំនេរទេអ្នកនិយាយថ្លៃមកខ្ញុំនឹងធ្វើឲ្យអ្នកវង្វេងហើយអ្នកអនុញ្ញាតឲ្យខ្ញុំគិតសិនប៉ាយ៉ាងខ្ញុំកំពុងតែជូនដំណឹងអ្នកវាជាអ្វីដែលធ្វើគឺអ្នកមិនអាចទ្រាំទ្របានទេកញ្ញាប៉ាអ្នកទើបតែរៀនចប់វិទ្យាល័យទេតើប្រាក់ខែមិនអាចឡើងខ្ពស់ជាងនេះទៀតទេ3000 យ៉នខ្ញុំឈប់ហើយចៅហ្វាយស្រុកត្រឡប់ទៅផ្ទះត្រីឆ្លាមលោកវៃខ្ញុំចង់សុំទោសពាក្យសម្ដីរបស់លោកយាយអ្នកត្រូវសងប្រាក់ខែប៉ុន្មានដែរ100000កញ្ញាបៃនេះជាបន្ទប់របស់អ្នកបន្ទប់របស់លោកកំឡោះនៅក្បែរគ្នាចុះបន្ទប់លោកយាយឯណាបន្ទប់លោកយាយនៅអគារក្បែរនោះអញ្ចឹងខ្ញុំក៏ទៅស្នាក់នៅអគារក្បែរនោះដែរដើម្បីងាយស្រួលមើលថែលោកយាយអគារក្បែរបន្ទប់លោកយាយគ្មានបន្ទប់ទំនេរទេអញ្ចឹងក៏បានដែរអូយសៀវយ៉ាអត់នឹកស្មានថាអ្នកមកពិតមែនអូយក្នុងថ្ងៃចុងក្រោយរបស់ខ្ញុំមានអ្នកនៅក្បែរមិនឯកាពេកទេយាយកុំនិយាយផ្ដេសផ្ដាសយាយអាយុវែងតើណានជាក្មេងនេះមិនបានប្រាប់អញទេយាយភ្នែកកំញប់មហារាជដំណាក់កាលចុងក្រោយហើយពេទ្យថានៅសល់ពេលតែ1ឆ្នាំទេលោកយាយគួរតែសម្រាប់ហើយសៀវយានឯងចង់ញ៉ាំអីវាមានជីវជាតិច្រើនណាស់មិនបាច់គួរសំទេកញ្ញាភីកញ្ញាតែងតែធ្វើម្ហូបដោយផ្ទាល់គ្រាន់តែប្រាប់មួយម៉ាត់មកខ្ញុំនឹងឲ្យអ្នកបម្រើធ្វើឲ្យកញ្ញាខ្ញុំមិនអាចស៊ីដោយឥតប្រយោជន៍បានទេជាធម្មតាយាយចូលចិត្តញ៉ាំអីខ្ញុំនឹងធ្វើឲ្យគាត់កញ្ញាភីកញ្ញាពិតជាស្អាតទាំងរូបក៏ចិត្តល្អទៀតនេះខ្ញុំធ្វើឲ្យយាយរបបអាហាររបស់យាយមានអ្នកជំនាញអ្នកគ្រប់គ្រងបើឯងធ្វើបានធ្វើឲ្យខ្ញុំទៅកញ្ញាបៃម្ដាយនាងវះកាត់ហើយមានហូរឈាមខ្លាំងកំពុងសង្គ្រោះបន្ទាន់នាងមកចុះហត្ថលេខាលើលិខិតជូនដំណឹងពីស្ថានភាពធ្ងន់ធ្ងររបស់អ្នកជំងឺចប់ហើយឡើងឡានមិនបាច់ទេអញជិះតាក់ស៊ីខ្លួនអញទៅពីទីនេះទៅដល់ខ្លងទ្វារសហគមន៍មានចម្ងាយ1 គីឡូម៉ែត្រទេថាអាចទៅទាន់ថ្លៃឡានបញ្ចូលទៅក្នុងប្រាក់ខែខ្ញុំទៅពាក្យបណ្ដឹងទៅណាឯងចាញ់ហើយខ្ញុំដឹងលីសៀវគឺខ្ញុំលោកស្រីប៉ៃស៊ីនជាងយប់នេះមិនស្រួលខ្លួនទេគាត់រអ៊ូមិនឈប់ចង់ជួបឯងអាចមកទីនេះបន្តិចបានទេបានខ្ញុំនឹងត្រឡប់មកវិញភ្លាមតើនេះជាការផ្សងព្រេងឬគ្រាន់តែជាការចំណាយពេលជាអភូតហេតុមួយដែលមិនអាចរៀនសូត្រតាមបានហើយក៏ជាប់ជំពាក់គ្នាទាំងស្រុងទើបអាចរក្សាបានអ្នកជំងឺបានផុតពីគ្រោះថ្នាក់ហើយ